ការគូគំនូរហើយនឹងខ្សែជីវិតមនុស្សយើងខុសគ្នាត្រង់ថាគំនូរបើយើងគូខុសយើងអាចកែបានប៉ុន្តែសម្រាប់មនុស្សយើងបើធ្វើអីខុសមួយហើយគឺពិបាកត្រឡប់ថយក្រោយវិញណានេះខ្ញុំនៅក្នុងវិស័យសិល្បៈគូគំនូរនេះប្រហែលជារយៈពេល4-5 ឆ្នាំមកហើយគំនូរស្ទាយរបស់ខ្ញុំគឺជាគំនូរស្ទាយសហសម័យដែលនិយាយពីប្រវត្តិបុរាណនិងសម័យចូលគ្នាបើសិនជារៀនមកខ្ញុំរៀនតពីលោកតាលោកពូអ្នកមីងមកហើយសម្រាប់ពួកគាត់ប្រហែលជាចូល30-40ឆ្នាំដែរចា៎ពីដំបូងមិនគិតថាខ្លួនឯងនឹងខ្លាយទៅជាដូចថាចាប់យកអាជីពជាខាងគូគំនូរទេអាចថាស្រឡាញ់ប៉ុន្តែដូចចង់ធ្វើអីផ្សេងអញ្ចឹងណាហើយដោយសារយើងនៅក្មេងហើយដូចថាមានក្មេងៗអ្នកជិតខាងគាត់និយាយថាអូយើងធំឡើងទៅផាយយើងត្រូវចូលខាងរោងចក្រអីចឹងណានេះខ្ញុំដូចថាយកសម្ដីនឹងខ្ញុំមកដាក់ក្នុងខ្លួនហើយគាត់ថាអូយើងប្រហែលជាធ្វើអីអត់កើតទេហើយប្រហែលជាធ្វើតាមហ្នឹងប៉ុន្តែក្នុងចិត្តមួយទៀតដូចថាយើងមានដងផងហើយគេហៅថាជីវភាពគ្រួសារផងយើងត្រូវតែជួយធ្វើទោះជាមិនចង់ធ្វើក៏ត្រូវតែធ្វើដែរផលវិបាកហ្នឹងវាអាចថាច្រើនណាស់ដោយសារយើងត្រូវគិតពីទីផ្សារគំនូរនៅស្រុកខ្មែរតើហើយ style របស់យើងនឹងអាច fit នឹងទីផ្សារស្រុកខ្មែរអត់ហើយណាមួយយើងចង់ធ្វើមិនឲ្យវាមានដូចថា to be fair សម្រាប់ artist ផងហើយនឹងសម្រាប់អ្នកដែលគាត់ចង់ជាវគំនូរផងទីផ្សារខាងស៊ីនីសម្រាប់ទីផ្សារនៅស្រុកខ្មែរឥឡូវហ្នឹងអាចថាឥឡូវនឹងអាចប្រសើរព្រោះអីពួកគាត់ចាប់អារម្មណ៍លើគំនូរជាងស្រុកខ្មែរច្រើនហ្នឹងឯងគំនូរដែលខ្ញុំproud ហៅពន្លឺនៃប្រពៃណីដែលបានដាក់ display នៅអង្គរ Art Gallery ឥឡូវហ្នឹងនៅឈៀបម៉ងម៉ក្នុងថ្ងៃកម្មវិធីហ្នឹងគឺសប្បាយចិត្តដោយសារអីគាត់តែចាប់រាប់ទាញកណាត់នឹងចេញពីផ្ទាំងនឹងភ្លាមអ្នកទាំងអស់គ្នាដែលចូលរួមនឹងគាត់គាត់តែឃើញហើយគាត់ស្រីឡើងវ៉ាវឡើងចឹងហ្មងហើយខ្ញុំខ້ອຍឃើញចឹងខ្ញុំមិនដឹងថានិយាយអីតែគឺថាសប្បាយចិត្តប៉ុន្តែអត់ដឹងថានិយាយអីឲ្យសមនឹងអារម្មណ៍ពេលហ្នឹងណាពេលដែលខ្ញុំមានបញ្ហាថាផ្ទាល់ខ្លួនឬមួយអត់សប្បាយចិត្តពេលចាប់ដើមគូខ្ញុំដាក់អារឿងហ្នឹងទៅម្ដុំសិនហើយចាប់ដើម focus ទៅគំនូរទាំងអស់ហ្នឹងហើយពេលដែលចាប់ដើមគឺអាហ្នឹងវា disappear ហ្មងstress ហើយ sadness បញ្ហាហ្នឹងវាដូចថាទៅម្ដុំអញ្ចឹងណាហ្នឹងហើយសម្រាប់ខ្ញុំសូមលើកចិត្តទៅលើបងនិងបងប្អូននារីទាំងអស់កុំធ្វើអ្វីមួយទៅលើមាត់អ្នកដទៃចង់និយាយថាបើសិនជាគាត់និយាយទៅត្រូវយើងគិតថាត្រូវហើយ fit នឹងអ្វីដែលយើងកំពុងតែជួបអូខេយើងស្ដាប់ទៅហើយយើងយកវាមកអនុវត្តតែបើថាធ្វើឲ្យវាអត់ត្រូវនៅអ្វីដែលខ្លួនឯងពេញចិត្តទេកុំធ្វើ